សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាការបិទព្រំដែនជាមួយប្រទេសថៃមិនធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខស្បៀងកម្ពុជានៅឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីប្រពៃទិវាមជ្ឈជាតិនិងលែងកូនត្រីចូលបឹងទន្លេបាទីស្ថិតនៅក្នុងភូមិថ្នល់តាក់សិនឃុំក្រាំងក្នុងបាទស្រុកបាទីខេត្តតាកែវកាលពីថ្ងៃទី1ខែកក្កដានេះបានថ្លែងបញ្ជាក់ថាការបិទព្រំដែនជាមួយនឹងប្រទេសថៃគឺមិនធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខស្បៀងរបស់កម្ពុជានៅឡើយហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួនដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេក្នុងឱកាសនោះសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងទៀតថាផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជាត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដងដោយមិនចាំបាច់ឆ្លងកាត់ឬលក់ឲ្យប្រទេសថៃនោះទេនៅពេលយើងមានបញ្ហាតាមព្រំដែនយើងបិទព្រំដែនសម្ដេចបានសួរទៅក្រសួងកសិកម្មសួរខេត្តសួរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាអត់មានបញ្ហានោះទេសម្ដេចធិបតីបានថ្លែងបញ្ជាក់ថាដំឡូងមីឥឡូវផុតរដូវ5ទៅ6ខែទៀតមានបញ្ហាយើងនៅតែធានាផ្ទៃក្នុងបានព្រោះការនាំចេញផ្ទាល់ទៅប្រទេសចិនរាប់ម៉ឺនតោនហើយកម្ពុជានៅមានច្រកចេញអត់លំបាកនោះទេយើងត្រៀមលក្ខណៈហើយក្នុងករណីរញ៉េរញ៉ៃក្នុងរយៈពេលវែងនេះគឺជាអ្វីមួយដែលយើងបានគិតថ្ងៃនេះបាទសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏បានមានប្រសាសន៍ថ្លែងបញ្ជាក់ទៀតថាសូមឲ្យពលរដ្ឋកម្ពុជាជួយគាំទ្រផលិតផលរបស់ខ្មែរយើងជាពិសេសសូមឲ្យស្មារតីជាតិនិយមមួយនេះថិតថេរជារៀងរហូតដោយឡែកសម្រាប់អ្នកផលិតទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នៅគុណភាពផលិតភាពមិនអាចបង្ខំឲ្យពលរដ្ឋណាទិញផលិតផលដែលគ្មានគុណភាពនោះទេសូមស្ដាប់ប្រសាសន៍សម្ដេចធិបតីដែលមានខ្លឹមសារដូចតទៅសូម្បីតែឧស្សាហកម្មនឹងក៏យើងត្រូវមានលទ្ធភាពច្រើនដែរថ្ងៃមុនខ្ញុំទៅកម្មវិធី SME បូសរុបផលិតផលនំអីពេញក្នុងប្រទេសបាទចាំបាច់យកលុយរាប់រយលានទៅទិញរបស់ពីក្រៅគ្រប់មុខទេប៉ុន្តែត្រូវការប្រជាពលរដ្ឋយើងគាំទ្រផលិតផលយើងជានិរន្តរ៍ផងកុំគាំទ្រតែមួយផ្លេតបន្តគាំទ្រផលិតផលខ្មែរយើងទៀតផងដើម្បីយើងម្ចាស់ការព្រោះតើតែមានទីផ្សាររដ្ឋាភិបាលត្រឹមតែជួយបង្កើតជួយផលិតជួយប្រតិកន្លែងតែបើប្រជាពលរដ្ឋខ្មែរដែលជាតតិថិជនមិនទិញទីផ្សារក៏វាមិនរីកបើសិនជាប្រជាជនយើងទិញលុយនឹងក្រុមហ៊ុនយកទៅដើម្បីបង្កើនផលិតកម្មបង្កើនគុណភាពអីកាន់តែខ្លាំងអញ្ចឹងស្មារតីជាតិនិយមនៅពេលនេះសូមឲ្យវាស្ថិតទេដើម្បីឲ្យខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅមុខនិយាយបែបនេះមិនមែនបានន័យថាកម្ពុជានឹងបិទប្រទេសឈប់ធ្វើពាណិជ្ជកម្មនោះទេប៉ុន្តែមានផលិតផលច្រើនណាស់ដែលយើងអាចតបជាប់រវាងអ្នកផលិតក្នុងស្រុកជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុកជាជាងយកពីរបស់នាំចូលមកនេះគឺជាការពិតបាទហើយយើងឃើញធ្វើនៅពេលនេះយើងឃើញធ្វើបានយើងក៏អាចធ្វើរយៈពេលវែងដែរអញ្ចឹងសូមឲ្យក្រសួងពាក់ព័ន្ធធ្វើម៉េចភ្ជាប់ជាមួយប្រព័ន្ធទីផ្សារបោះដុំលក់រាយយ៉ាងម៉េចអ្នកនាំបោះដុំមកពីក្រៅប្រទេសប្រវែមកបោះដុំនៅក្នុងស្រុកទៅបាទធ្វើយ៉ាងណាដើម្បីកាត់បន្ថយការនាំចូលដើម្បីជួយគ្រប់គ្រងផលិតផលក្នុងស្រុកជួយបង្កើតការងារនិងធានានៅចំណូលដល់ប្រជាពលរដ្ឋនៅក្នុងស្រុកនិងវិស័យឯកជនក្នុងស្រុករបស់យើងមិនថាស្បៀងអាហារចំណីអាហារជាបែបកសិកម្មឬសិប្បកម្មឬយ៉ាងណាទេផលិតរបស់ប្រើប្រាស់ក៏ដូចគ្នាបច្ចុប្បន្ននេះគឺផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេក៏ប៉ុន្តែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃហើយព្រំដែនបន្តបិទកម្ពុជានៅតែមានភាពម្ចាស់ការខ្លួនឯងក្នុងការដោះស្រាយបញ្ហាកាលនេះរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្ដល់អាទិភាពដើម្បីធានាសន្តិសុខស្បៀងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងគាំទ្រកំណើនសេដ្ឋកិច្ចដោយរក្សាតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍជាពិសេសនោះផលិតផលកសិកម្មរបស់កម្ពុជាអាចនឹងនាំចេញដល់ផ្ទាល់ទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតក្រៅពីប្រទេសថៃហើយតាមរយៈការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដែលមានការប្រតិកលាគ្នាពីតំបន់មួយទៅតំបន់មួយធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសហើយគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលធ្វើឲ្យកម្ពុជាយកឈ្នះលើការគំរាមកំហែងទាំងឡាយពីប្រទេសថៃ